Đẹp xuống ôn ní cứ chỉ cả ô tô bọt tu Panasonic cứ tông ta ô tô về khót mà nó kêu xây từ khót cứ mình ai rồi kêu đầu bàn thế ní cứ đông sầm rạp cái កាសែតសំខាន់មួយរបស់ប្រទេសប៉ាឡេស្ទីនបានផ្សព្វផ្សាយនៅកិច្ចសម្ភាសន៍មួយដ៏កម្រជាមួយនឹងរដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែលដែលជាជាតិនិយមម្នាក់កាលពីថ្ងៃច័ន្ទដោយគាត់បានគម្រាមថានឹងរំលាយក្រុមប្រដាប់អាវុធហាម៉ាស់ដែលគ្រប់គ្រងតំបន់កាហ្សានិងប្រទេសគឺ250វ៉ុលលោកអាវីដូឡាដូមែនបាននិយាយជាថ្មីនៅក្នុងទូនាទីដ៏យូរអង្វែងរបស់លោកក្នុងតំបន់អាហ្គរប៉ុន្តែជារឿងដ៏មិនគួរឲ្យជឿមួយដែលកាសែតប៉ាឡេស្ទីនទៅសម្ភាសន៍មន្ត្រីអ៊ីស្រាអែលទៅវិញហើយវាចំពេលដែលប្រទេសទាំងពីរកំពុងតែមានបញ្ហាតាមទឹកមាត់ទ្វារលោកឡៃបឺមែននិងដេញប្រធានាធិបតីប៉ាឡេស្ទីនលោកម៉ាស់ម៉ូតអាប់បាសចេញពីតំណែងដោយនិយាយថាលោកអាប់បាសជាមនុស្សគ្មានសមត្ថភាពក្នុងការស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងប្រទេសអ៊ីស្រាអែលនិងប្រមានទៀតថានឹងគំទេចក្រុមហាម៉ាស់បើសិនជាពួកគេបង្កសង្គ្រាមជាមួយនឹងអ៊ីស្រាអែលរដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាឡេស្ទីនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះរឿងនេះដោយបាននិយាយថាការសម្ភាសន៍នេះបានផ្ដល់ឲ្យលោកឡាយបឺមែនក្នុងការធ្វើឲ្យចំពោះវោហារសាស្ត្ររបស់ខ្លួនក្រុមហាម៉ាស់នៅក្នុងតំបន់កាហ្សាក៏បានថ្កោលទោសចំពោះការសម្ភាសន៍នេះផងដែររដ្ឋមន្ត្រីមហាផ្ទៃបាឡូជីស្តានលោក250វ៉ុលបាននិយាយនៅព្រឹកថ្ងៃអង្គារ225វ៉ុល225ហាត់ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុងគឺភ្លើងវាពេញអក្រង់មុខស្លាប់ដោយសារកងកម្លាំងសន្តិសុខហើយពីរនាក់ទៀតបានបំផ្ទុះដោយខ្លួនឯងហើយវល់របស់វាបើមិនគ្រប់ទូនេះគឺហេតុថាវាអត់ភ្លឺទេកាលពីល្ងាចថ្ងៃច័ន្ទនៅខេត្តបាឡូជីយ៉ាងជ្រួចច្រានៅប្រទេសប៉ាគីស្ថានហើយបានបំផ្ទុះប្របីអត្តឃាតសម្រាប់ប៉ូលីសខេត្តដែលហើយណា48នាក់នេះបើតាមសម្ដីរបស់អាជ្ញាធរលោកវុទ្ធបាននិយាយថានៅពេលដែលគឺមានប៉ូលីសវឹកហាត់ប្រមាណជា700នាក់ក្នុងមូលដ្ឋាននិងជាង200នាក់ទៀតត្រូវបានជួយសង្គ្រោះភ្លាមៗបន្ទាប់ពីការវាយប្រហារនេះលោកក៏បានបន្តទៀតថាកងកម្លាំងសន្តិសុខបានបំពេញប្រតិបត្តិការរួចរាល់ហើយប៉ុន្តែនៅតែជាប់ជាមួយនឹងការបោះសម្អាត